ចាសសួស្តីអ្នកទាំងអស់គ្នាមិនដែរសុខសប្បាយទេអ៊ំទុកមួយរយៈហ្នឹងដោយសារតែមួយវីដេអូ admin ធ្វើការសម្រាយ3ភាគចូលគ្នាទៅការធ្វើវីដេអូចំណាយពេលរៀងយូរបន្តិចចឹងហើយ admin នឹងសម្រាយតែ2ភាគចូលគ្នាទេចាប់ពីពេលហ្នឹងទៅហើយវីដេអូអាចនឹងមានរយៈពេលត្រឹមតែ8នាទីឬក៏លើសនឹងតែបន្តិចទេប៉ុន្តែ admin អាចនឹង upload រឿងលឿនជាងមុនសង្ឃឹមថាអ្នកទាំងអស់គ្នាយោគយល់ចឹងហើយយើងបន្តសាច់រឿងភាគទី12របស់យើងសាច់រឿងរបស់យើងក៏កាត់មកដល់បណ្ណាល័យដ៏ធំមួយរបស់លោកអាយដាមតាមសាច់រឿងដែលនិយាយមកលោកជំទាវផេណានត្រូវបានដឹងថាជាអ្នកប្រើវេទមន្តព្យាបាលដូច្នេះហើយទើបគ្រួសាររបស់គាត់មិនចូលចិត្តវេទមន្តងងឹតប៉ុន្តែសម្បត្តិដែលម្ចាស់ស្ត្រីបានលាក់ទុកនោះគឺនៅក្នុងសៀវភៅវេទមន្តងងឹតមួយនៅក្នុងបណ្ណាល័យនេះអូហ្វីលីឆ្ងល់ណាស់ថាហេតុអ្វីមានសៀវភៅបែបនោះនៅទីនេះបានសំណាងហើយដែលលោកអាយដាមឲ្យនាងយកសៀវភៅប្រមាណក៏យកទៅនាងមិនស្មានទេថាគាត់ចូលចិត្តនាងខ្លាំងបែបនេះយ៉ាងណាមិញនាងក៏ចង់ដោះស្រាយទំនាក់ទំនងរបស់នាងនិងលោកជំទាវផងដែរប៉ុន្តែចាំគិតវាពេលក្រោយទៅពេលនេះនាងត្រូវរកសៀវភៅនោះឲ្យឃើញសិនតែឲ្យនាងរកឃើញយ៉ាងម៉េចទៅបើសៀវភៅច្រើនយ៉ាងនេះភ្លាមនោះសៀវភៅមួយក៏ធ្លាក់មកត្រូវកណ្ដាលថ្ងាសរបស់នាងតែម្ដងដូចខ្មោចឲ្យអញ្ចឹងនេះគឺជាសៀវភៅដែលនាងរកនោះហើយតែប៉ុណ្ណេះនាងអាចឲ្យខេលៀនពេញចិត្តនាងបន្តិចហើយនាងក៏បើកមើលសៀវភៅនោះដោយសារតែមានសំណួរមួយដែលសួរថាតើអ្វីទៅជាវេទមន្តខ្មាំងងងឹតវាក៏ធ្វើឲ្យនាងចាប់អារម្មណ៍តែម្ដងវាគឺជាធម្មពលដែលខ្ចីពីឋានបិសាចមកហើយមានវិធីពីរក្នុងការប្រើប្រាស់វាបានទី1បង្កើតកងត្រាជាមួយនឹងសត្វលោកមួយនៅឋានបិសាចទី2ទទួលបានធម្មពលដោយលះបង់អ្វីមួយការលះបង់ពិតជាងាយស្រួលទេនោះគឺអារម្មណ៍របស់អ្នកប្រើវានេះគឺជាការរស់នៅរបស់បិសាចដោយវាស៊ីអារម្មណ៍របស់អ្នកប្រើវេទមន្តនោះឯងអានហើយអូហ្វីលីភ្ញាក់ផ្អើលមែនតែនដោយសារតែវាមិនត្រូវបាននិយាយនៅក្នុងសាច់រឿងដើមនោះទេមួយវិញទៀតអូហ្វីលីធ្លាប់បានប្រើប្រាស់វេទមន្តងងឹតនេះម្ដងហើយអាចទេវាកើតឡើងម្ដងទៀតបានដោយសារតែនាងមានអារម្មណ៍រងទុក្ខដោយសារតែការបាត់បង់ឪពុករបស់ខ្លួននិងអាចក៏ហៅបិសាចមកបានទៀតអូហ្វីលីក៏គិតតើនាងក៏អាចធ្វើវាបានដែរឬព្រាមនោះនាងក៏ធ្វើកាយវិការបោះសើទៅឈូដោយជា Sylvester មិនចេញកំហឹងប៉ុន្តែ Irene មើលមកនាងដូចជាមនុស្សអត់គ្រប់តាំងអញ្ចឹងត្រឡប់មកក្នុងកម្មវិធីវិញអូហ្វីលីក៏ឲ្យ Irene ញ៉ាំអាហារដែលនាងចង់ទៅព្រោះនាងស័ក្តិសមនឹងទទួលបានវានាងប្រឹងប្រែងធ្វើការណាស់កំពុងតែផឹកស្រាសប្បាយសុកក៏មានអ្នកនិយាយជំទាវ Fleur ឡើងអូហ្វីលីភ្លេចឈឹងពី Fleur បរិយាកាសក៏ប្រែក្លាយជាសប្បាយជាងមុននៅពេលដែល Fleur ចូលមកទីនេះបើពួកគេទាំងពីរជួបគ្នាវានឹងមិនល្អនោះទេដូច្នេះនាងគួរតែត្រឡប់ទៅវិញរៀបនឹងត្រឡប់ទៅវិញហើយភ្លាមនោះនរណាម្នាក់ក៏ស្រែកហៅឈ្មោះរបស់នាងនៅទីនេះសោះជំទាវ Lysen តែនាងដឹងទេថាយើងភ្ញាក់ផ្អើលយ៉ាងណាដែលដឹងថានាងមកទីនេះនាងហ៊ានបង្ហាញខ្លួននៅក្នុងកម្មវិធីយើងផងឯម្នាក់ដែលស្រែកនោះគឺជាលោកជំទាវ Penan ម្ចាស់កម្មវិធីនេះអូហ្វីលីក៏អោនគោរពគាត់លើកមុនខ្ញុំមិនចេញអត្តចរិតមិនល្អឲ្យខ្ញុំសុំទោសផងខ្ញុំពិតជាសុំទោសមែនឬអូហ្វីលីសុំទោសហើយជំទាវ Penan នេះនៅតែបន្តថាឲ្យនាងគ្មានគេខ្មាស់យើងដឹងច្បាស់ណាស់ថាឯងសុំទោសនេះមិនចេញពីចិត្តនោះទេមិនត្រឹមតែលួចសម្បត្តិអញ្ជើញពីជំទាវ Kader ទេលួចចូលមកដូចជាសត្វកណ្ដុរនៅធ្វើបាប Fleur ដ៏គួរឲ្យអាណិតនេះមួយទៀតមិនដឹងស្អីទេអ៊ីសាក់ចប៉ុយនឹងFleur ក៏រត់មកទាំងទឹកភ្នែកលោកជំទាវគ្រាន់តែព្រានប្រដៅខ្ញុំតែប៉ុណ្ណោះព្រោះខ្ញុំមិនដឹងអ្វីវាត្រូវហើយមនុស្សដូចជាខ្ញុំនេះមិនមែនកើតនៅក្នុងផ្ទះអភិជនខ្ញុំនៅចិត្តព្រះអង្គមានតែជាបន្ទុករបស់គាត់តែប៉ុណ្ណោះលឿនចង់ហើយអ៊ីនឹងក៏បន្តថាអូហ្វីលីនឹងគ្មានគេខ្មាស់សោះហ៊ាននិយាយពីព្រះអង្គនឹងនិយាយដើមអាក្រក់ពីលោកជំទាវ Fleur ទៀតរឿងក៏កាត់មក Sylvester ដែលកំពុងតែដើរម្នាក់ឯងនេះវិញគេសង្ស័យប្រពន្ធរបស់គេណាស់ការបានសម្បត្តិនោះគឺមិនបានក្រងទុកទេប៉ុន្តែហេតុអ្វីនាងមានពេលទៅទិញរបស់ដែលមានតម្លៃបានហើយនៅទៅបានអាឡ័យយ៉ាងលឿនទៀតដូចជាវាបានក្រងទុកមកអញ្ចឹងតែនាងកំពុងតែគិតអីអូហ្វីលីតើគេគួរតែចាក់សម្លាប់អាក្មេងទីអូនោះឬអត់ណនិយាយពីក្មេងនោះនាងនឹងមិនមានអ្វីការពារនោះឡើយភ្លាមនោះនាងក៏លើសំឡេងអ៊ូអរពីក្នុងខ្សែមកសំឡេងស្រែកថាឲ្យអូហ្វីលីក៏នៅតែបន្តប្រាប់យើងមកថានាងបាននិយាយអ្វីខ្លះដាក់ Fleur និយាយមកគ្រប់គ្នាមក
Ophelia តបវិញនាងមិនបាននិយាយអ្វីទាំងអស់ជាមួយនឹង Fleur នាងមិនដឹងថាហេតុអ្វីលោកជំទាវ Fleur សម្ដែងបែបនេះនោះទេមិនក៏លោកជំទាវហ៊ានចាត់មនុស្សដែលគ្មានផុសតាងនិងសាក្សីអញ្ចឹងតើនេះឬគឺជាយុទ្ធធម៌ដែលនៅក្នុងភូមិគ្រឹះរបស់លោកជំទាវលើបែបនេះហើយលោកជំទាវសក់មកចងយងយនឹងក៏សួរបកទៅនាងហ៊ានលើកយកតម្លៃរបស់គ្រួសារយើងផងឯអូហ្វីលៀក៏តបវិញខ្ញុំលើកមកនេះក៏ព្រោះតែខ្ញុំត្រូវនិយាយតែមិនមែនគ្រួសារគាត់ទេឬដែលវាតម្លៃលើផុសតាំងនោះហើយនេះមកចាប់ប្រកាន់នាងតែដែលគាត់គ្រាន់តែស្ដាប់តែជំទាវ Fleur ម្ខាងហើយ Fleur នេះវិញមកតែដាប់ទៅដួសដល់ជើងរបស់លោកជំទាវ Pennant ដូចជានាងនឹងខ្លាច Ophelia ណាស់អញ្ចឹងលោកជំទាវក៏មិនបានធ្វើអ្វីទេការធ្វើបាបដល់រាងកាយនិងពាក្យសម្ដីរបស់គាត់គឺមិនអីនោះទេនាងអាចមិនភ្លេចវាចោលបានខ្ញុំសូមអង្វរឈប់ថាឲ្យលោកជំទាវ Fleur ទៀតទៅអូហ្វីលៀនេះវិញក៏ដឹងថានេះគ្រាន់តែជាការសម្ដែងរបស់ Fleur ដែលរៀបទុកតែប៉ុណ្ណោះមនុស្សទាំងអស់នេះគឺលែងដឹងខុសត្រូវហើយខណៈនោះផងដែរមនុស្សគ្រប់គ្នាដែលនៅទីនោះក៏នាំគ្នានិយាយខ្សឹកខ្សៀវថា Fleur នេះមិនអាចកុហកបានទៅនាងខ្លាចខ្លាំងណាស់តើធម្មជាតិមនុស្សវាផ្លាស់ប្ដូរបានទៅយ៉ាងម៉េចរឿងនៅក្នុងកាសែតទាំងប្រមាណសុទ្ធតែផ្ដិតឡើងទាំងអស់មើលទៅអូហ្វីលៀពិតជាហត់ខ្លាំងណាស់នឹងរឿងនេះទោះជានាងមិនធ្វើអ្វីសោះពួកគេគ្មានការអត់ធ្មត់សំបីតែបន្តិចនឹងមិនលែងនាងសោះអូហ្វីលៀឡៃសែននាងឆាប់សុំទោសលោកជំទាវភ្លាមនោះផងដែរចំហាយផ្សែងខ្មៅក៏ចេញពីខ្លួនរបស់អូហ្វីលៀនេះគឺជាវេទមន្តងឹតឬវាពិតជាធ្វើឲ្យនាងធូរចិត្តណាស់ឃើញហើយគ្រប់គ្នាខ្លាចមែនតើនាំគ្នារត់បកាច់ពេញនឹងចំណែកឯ Fleur នេះអង្គុយនៅលើអត់រត់ទៅណាមិនទាន់តើវានឹងមានរឿងអ្វីកាត់ឡើងទៅបើនាងប្រើវេទមន្តនេះទៅលើ Fleur លើកដៃបំរុងនឹងវាប្រហារ Fleur ទៅហើយសម្លេងមនុស្សម្នាក់ក៏ស្រែកឡើងឲ្យឈប់ម្នាក់នោះគឺជា Sylvester មកចាប់ដៃរបស់នាងជាប់តែនាងឈួតឬមកប្រើវេទមន្តងងឹតនៅទីនេះអូហ្វីលៀក៏ស្ងប់អារម្មណ៍វិញនិងឆ្លើយទៅកាន់គេនាងមិនបានចង់ប្រើវាដោយខ្លួនឯងនោះទេ Sylvester ក៏ងាកទៅសួរលោកជំទាវ Pennant មានរឿងអ្វីកើតឡើងលោកសួរអញ្ចឹងឬស្រីថ្មម្នាក់នេះព្យាយាមប្រើវេទមន្តទៅលើលោកជំទាវ Fleur ណា Sylvester ក៏តបគេដឹងហើយប៉ុន្តែហេតុអ្វីប្រពន្ធរបស់គេចាំបាច់ប្រើវេទមន្តងឹតលោកជំទាវ Pennant ក៏បន្តថាថ្ងៃនេះនាងបានធ្វើបាបជំទាវ Fleur Sylvester គ្មានភារកិច្ចមកចេះដឹងរឿងរបស់នារីនោះទេ Sylvester ក៏តបវិញថ្ងៃនេះពួកយើងនៅជាមួយគ្នារហូតខ្ញុំមិនបានឃើញលោកជំទាវ Fleur ទេឃើញស្ងាត់បែបនេះគេក៏និយាយបន្តតាមមកគេនេះគេដូចជាមនុស្សកុហកទេជំទាវ Pennant តបតំបានហើយក៏ឡើងរករឿងអូហ្វីលៀទៀតប៉ុន្តែក៏មិនភ្លេចងាកទៅចោទសម្ដីដល់អូហ្វីលៀដែរថាកុំឲ្យគិតថានាងរួចខ្លួនឯសោះព្រោះយើងជាមនុស្សដែលសងនៅអ្វីដែលទទួលបានពួកគេក៏ធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះរបស់ពួកគេវិញមកដល់ក្នុងប្រទេសសេស Sylvester ក៏សាត់អូហ្វីលៀយកតែម្ដងគេដឹងថានាងឈួតហើយតែមិនដឹងថាដល់ថ្នាក់នេះទេចុះឲ្យនាងទៅក្រៅហើយរន្ទះបានម្ដងទៀតប្រហែលជានាងអាចនឹងអន់ឈួតជាងនេះអូហ្វីលៀក៏ថាឲ្យគេមិនក៏និយាយខាងដាក់នាងម្លេះនាងខំប្រើវេទមន្តយូរមកហើយនាងអាចនឹងបាញ់ត្រូវមនុស្សក៏ថាបាននាងមិនបានធ្វើវាដោយការចង់ខ្លួនឯងនោះទេតើឲ្យនាងធ្វើយ៉ាងម៉េចបាននៅសុកនាងខឹងខ្លាំងយ៉ាងនេះ Sylvester ក៏ប្រាប់នាងនៅពេលដែលជាមួយខ្លួនចូលក្នុងវេទមន្តនាងនឹងក្លាយជាធាតុពិតរបស់ខ្លួនឯងវាងាយស្រួលណាស់នៅក្នុងការបាត់បង់ការគ្រប់គ្រងខ្លួនឯងហើយនាងតែងតែស្អប់លោកជំទាវ Fleur ត្រូវទេអូហ្វីលៀក៏តបទៅកាន់គេដោយទឹកមុខសពសពូននាងពិតជាមិនបានធ្វើអ្វីខុសមែនអ្វីដែលនាងធ្វើនោះគឺមានតែផឹកស្រានៅក្នុងសារនោះឯង Sylvester ប្រាប់នាងថាគេដឹងហើយថានាងមិនមែនកុហកនោះទេចាប់ពីពេលនេះទៅពេលនាងទៅណាត្រូវតែនៅជិតគេជានិច្ចព្រោះថានៅពេលដែលពួកគេនៅជាមួយគ្នាពួកគេអាចបញ្ឈប់រឿងបែបនេះកើតឡើងបាននាងគួរតែកំប្រើវេទមន្តងងឹតច្រើនពេកព្រោះគង់តែមានថ្ងៃមួយទេដែលវាមានប្រយោជន៍នោះអូហ្វីលៀក៏សួរគេវិញចុះគេតើគេទទួលបានអ្វីពីការបញ្ឈប់នាងមិនឲ្យប្រើប្រាស់វេទមន្តងងឹតនេះនាងបានអាននៅក្នុងសភៅមកថាបិសាចយកអារម្មណ៍មនុស្សមកធ្វើជាការលះបង់ចុះគេបែបនេះដែរឬ Sylvester ក៏សួរនាងវិញដោយឡោះនាងតើនាងមានអ្វីឲ្យគេទេគេមិនគិតថានាងមានរសជាតិឆ្ងាញ់នោះទេ